សប្តាហ៍ទី2ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិសប្តាហ៍មុនកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមិនដូចការប្រឡងផ្សេងៗទៀត The Voice Cambodia រដូវកាលទី2វគ្គ Live Show បានចាប់ផ្ដើមបទហួតទៅក្រុម16រូបរបស់ខូចទាំងអស់បញ្ចេញសមត្ថភាពច្រៀងបានយ៉ាងល្អនៅលើឆាកដ៏អស្ចារ្យពួកគេបានធ្វើឲ្យខ្ញុំរំភើបរីករាយនិងពេញចិត្តតែម្ដងពួកគេទាំង16រូបស្រែកច្រៀងយ៉ាងមានទំនុកចិត្តពេញដោយថាមពលមានបេក្ខជនជាច្រើនបានទទួលជោគជ័យអាចបន្តទៅមុខជាមួយកម្មវិធីមានអ្នកខ្លះជោគជ័យដោយសម្លេងឆ្នោតគាំទ្រច្រើនជាងគេសូផាមានអ្នកខ្លះទទួលបានឱកាសពិសេសពីខូចរបស់ខ្លួនសេរីរ៉េវិជ្ជាកម្មអ្នកដែលមានសមត្ថភាពគួរទទួលនៅឱកាសពិសេសមួយនេះហើយក៏មានបេក្ខជនជាច្រើនបានចាក់ចេញពីកម្មវិធីផងដែរខ្ញុំពិតជាមានការសោកស្ដាយចំពោះការបាត់បង់កូនរបស់ខ្ញុំនៅរាត្រីនេះកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមិនដូចជាកម្មវិធីប្រឡងចម្រៀងផ្សេងទៀត The Voice Cambodia រដូវកាលទី2វគ្គ Live Show នឹងបន្តជាមួយបេក្ខជន16រូបទៀតពួកគេត្រូវច្រៀងដោយផ្ទាល់ជាមួយភ្លេងដើម្បីឲ្យទស្សនិកជនបោះឆ្នោតគាំទ្រហើយក៏មានអ្នកដែលទទួលបានឱកាសពិសេសពីខូចរបស់ពួកគេផងដែរសប្តាហ៍ថ្មីនេះមានបេក្ខជន16រូបផ្សេងទៀតត្រូវប្រឡងប្រជែងហើយសមត្ថភាពច្រៀងរបស់ពួកគេគឺមិនធម្មតាឡើយនេះជាការបញ្ចេញសមត្ថភាពច្រៀងរបស់បេក្ខជន16រូបផ្សេងទៀតដែលជាកូនក្រុមរបស់ Coach ទាំង4ជាការប្រឡងប្រជែងដែលបានផ្សាយផ្ទាល់ជាពិសេសនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HD TV តែមួយគត់ខ្ញុំមានកូនក្រុម4រូបទៀតនៅសប្តាហ៍នេះពួកគេសុទ្ធតែអស្ចារ្យខ្លាំងមានសម្លេងពីរោះមិនធម្មតាយើងបញ្ជាក់ច្បាស់ស្ថានភាពកាន់តែឡើងកម្ដៅគ្រប់គ្នាកាន់តែប្រឹងប្រែងយ៉ាងខ្លាំងកូនក្រុមទាំង4រូបរបស់ខ្ញុំត្រូវច្រៀងផ្ទាល់គឺជាការពិតដូច្នេះពួកគេត្រូវតែត្រៀមខ្លួនឲ្យបានល្អមុននឹងការប្រឡងប្រជែងមកដល់កូនក្រុមទាំង4រូបរបស់ខ្ញុំត្រូវជឿជាក់លើខ្លួនឯងហើយត្រូវត្រៀមចិត្តទទួលយកលទ្ធផលនៅក្នុងរាត្រីនេះនាងខ្ញុំមានបេក្ខជន4រូបពួកគេនឹងមកប្រឡងសមត្ថភាពហើយនាងខ្ញុំជឿជាក់ថាពួកគេនឹងទទួលការញ៉ាសាការគាំទ្រពីទស្សនិកជនដូច្នេះទស្សនិកជនសូមត្រៀមខ្លួនបោះឆ្នោតគាំទ្រចំពោះបេក្ខជនដែលលោកអ្នកពេញចិត្តពេលនេះកម្មវិធី The Voice Cambodia រដូវកាលទី2វគ្គ Live Show សប្តាហ៍ទី2សូមចាប់ផ្ដើមនៅក្នុងពេលនេះសូមស្វាគមន៍មកកាន់កម្មវិធី The Voice Cambodia រដូវកាលទី2ដល់ស្នើដៃខ្លះៗដល់គ្នាមួយអរខាងមកហូរជូនដល់ The Voice Cambodia រដូវកាលទី2បាទសូមជម្រាបសួរសូមស្វាគមន៍មកកាន់កម្មវិធី The Voice Cambodia រដូវកាលទី2វគ្គ Live Show នេះគឺកម្មវិធី The Voice Cambodia រដូវកាលទី2វគ្គ Live Show សប្តាហ៍ទី2ប្រិមត្តទស្សនិកជនកាលពីសប្តាហ៍មុនដោយដែលលោកអ្នកបានធ្លាប់ទស្សនាហើយសម្រាប់ខូចនីមួយៗមានកូនក្រុមចំនួន4រូបដែលបានឡើងបង្ហាញនូវសមត្ថភាពនៅលើវេទិកាដ៏អស្ចារ្យធ្វើឲ្យសម្លេងហូរកញ្ជ្រៀវទូទាំងស្ទូឌីយោទូទាំងប្រទេសអ្វីដែលសំខាន់ក្នុងចំណោមពួកគេទាំង4រូបគឺមានបេក្ខជន2រូបអាចបន្តទៅសប្តាហ៍ក្រោយឬក៏វគ្គក្រោយបាននិង2រូបទៀតត្រូវចាក់ចេញពីកម្មវិធីហើយនៅក្នុងវគ្គ Live Show សប្តាហ៍ទី2នេះខូចរបស់យើងនីមួយៗនឹងមានកូនក្រុមចំនួន4រូបបន្ថែមទៀតដែលនឹងត្រូវឡើងមកបង្ហាញសមត្ថភាពជាបន្តបន្ទាប់នៅក្នុងរាត្រីនេះក្នុងចំណោមពួកគេទាំង4រូបមាន2រូបដែលអាចបន្តជាមួយនឹងកម្មវិធីរបស់យើងបានមួយរូបគឺជាអ្នកដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនជាងគេពីទស្សនិកជនមួយរូបទៀតតាមរយៈដែលការជ្រើសរើសពីខូចរបស់ពួកគេផ្ទាល់ហើយ2រូបទៀតក៏នឹងត្រូវចាក់ចេញពីកម្មវិធីនៅក្នុងរាត្រីនេះផងដែរងាយស្រួលយល់ណាស់បាទសម្រាប់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី2នេះសម្រាប់វគ្គ Debattle ដែលបញ្ចប់បាទកាលពីសប្តាហ៍កន្លងមកអញ្ចឹង coach នីមួយៗគឺនៅសល់កូនក្រុមចំនួន8រូបហើយយើងបែងចែកជា2សប្តាហ៍បានន័យថាវគ្គ Live Show នៅក្នុងសប្តាហ៍ទី1មាន4រូបបាទ4នាក់បានពាក់កណ្ដាលឡើងបង្ហាញនូវសមត្ថភាពហើយឥឡូវនេះចូលដល់សប្តាហ៍ទី2ក៏មានបេក្ខជន4រូបទៀតនឹងត្រូវឡើងបង្ហាញសមត្ថភាពជាបន្តចាជាពិសេសបងប្អូនដែលជាប្រិយមិត្តទូរទស្សនិកជនក៏បានជួបជាមួយនឹងបេក្ខជនបេក្ខនារីដែលបងប្អូនស្រឡាញ់ចូលចិត្តជាមួយនឹងសមត្ថភាពសម្លេងរបស់គាត់ហើយក៏មានអ្នកខ្លះទៀតមិនទាន់បានជួបជាមួយនឹងអ្នកដែលគាត់ស្រឡាញ់ការទន្ទឹងរង់ចាំរបស់បងប្អូននៅក្នុងសប្តាហ៍នេះគឺបានមកដល់ហើយពីព្រោះថាអ្នកទាំងអស់គ្នាបានត្រៀមនៅអ្វីដែលពិសេសសម្រាប់រាត្រីដ៏អស្ចារ្យនេះផ្ទាល់តែម្ដងបាទត្រឹមត្រូវអញ្ចឹងបងប្អូនត្រៀមហើយនៅត្រៀមលុយហើយនៅបញ្ចោថ្មពេញនៅអូមួយបញ្ជាក់បន្ថែមនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី2
បន្ទាប់ពីបេក្ខជនដែលទទួលបាននៅការបោះឆ្នោតគ្រប់គ្រងឬក៏ជាប់ដោយការជ្រើសរើសពីខូចរបស់ពួកគាត់ផ្ទាល់ពីរូបហើយនឹង4រូបបាននៅសប្តាហ៍ទី1និងសប្តាហ៍ទី2អ្នកដែលជាប់នឹងត្រូវបន្តសមត្ថភាពបង្ហាញនៅសមត្ថភាពនៅលើវេទិកានេះនៅក្នុងសប្តាហ៍ទី3វគ្គ live show ជាបន្តទៀតទាំងអស់គ្នាតែម្ដងយើងអត់បែងចែកជា2សប្តាហ៍ទេចាអញ្ចឹងលក្ខន្តិកៈនៅក្នុងកម្មវិធីរបស់យើងទាំងមូលប្រហែលជាធ្វើឲ្យប្រិយមិត្តទូរទស្សនិកជនយល់កាន់តែច្បាស់ហើយនៅក្នុងរាត្រីនេះអញ្ចឹងគឺជាការងាយស្រួលហើយសូមបញ្ជាក់ជូនទៅដល់លោកអ្នកផងដែរថាជោគវាសនារបស់បេក្ខជនបេក្ខនារីដែលមានវត្តមាននៅក្នុងកម្មវិធីរបស់យើងសម្រាប់រដូវកាលទី2នេះគឺស្ថិតនៅលើការសម្រេចចិត្តរបស់អស់លោកអ្នកដូច្នេះបើសិនជាលោកអ្នកចង់ឲ្យបេក្ខជនឬក៏បេក្ខនារីដែលលោកអ្នកពេញចិត្តមានសម្លេងល្អคล้ายទៅជាម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី2នេះសូមកុំភ្លេចបោះឆ្នោតគាំទ្រតាមរយៈការផ្ញើសារទៅកាន់គ្រប់ប្រព័ន្ធបាទ Cell Card, Smartphone និងប្រព័ន្ធ Smart ទៅកាន់លេខ2016ឬក៏លោកអ្នកអាចទូរស័ព្ទទៅកាន់លេខ2016ស្ដាប់តាមការណែនាំវាលេខកូដសម្គាល់បេក្ខជនដែលបងប្អូនពេញចិត្តសម្រាប់ប្រព័ន្ធ Cell Card និងប្រព័ន្ធ Smartphone ប្រិយមិត្តទូរទស្សនិកជនសម្រាប់កម្មវិធី The Voice Cambodia រដូវកាលទី2ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិនៅក្នុងពេលនេះប្រិយមិត្តទូរទស្សនិកជននឹងបានឃើញនៅវត្តមានកម្ពុជាតារាចម្រៀងទាំង4រូបដែលជា coach នៅក្នុងកម្មវិធី The Voice Cambodia ហើយពួកគាត់ទាំង4រូបនឹងបន្តបេសកកម្មជាបន្តទៀតក្នុងការសម្រេចចិត្តជ្រើសរើសយកកូនក្រុមដែលល្អៗដើម្បីបន្តទៅវគ្គក្រោយដូច្នេះនៅក្នុងពេលនេះសូមស្វាគមន៍ដល់ coach បាយរ៉ាសូមស្វាគមន៍ដល់ coach កញ្ញាសូមស្វាគមន៍ដល់ coach សាភីឥឡូវនេះម្ដងទៀតសូមសំណូមទាំងដៃជូនដល់ coach ទាំង4រូបប្រិយមិត្តទូរទស្សនិកជនឥឡូវនេះ coach ទាំង4រូបបានបង្ហាញខ្លួនហើយនឹងបន្តបេសកកម្មជាបន្តទៀតក្នុងការសម្រេចចិត្តជ្រើសរើសយកកូនក្រុមរបស់ពួកគាត់ដើម្បីទៅវគ្គក្រោយសម្រាប់រដូវកាលទី2នេះ coach ទាំង4រូបមានអារម្មណ៍យ៉ាងណាឥឡូវនេះសូមផ្ដល់យោបល់ពី coach បាយរិទ្ធមានយោបល់ជូនបាទសូមអញ្ជើញអរគុណខ្ញុំនៅតែមានអារម្មណ៍ថារំភើបរីករាយពីព្រោះថាយើងបានធ្វើដំណើរមកដល់វគ្គ live show សប្តាហ៍ទី2ហើយអញ្ចឹងនៅក្នុងពេលនេះខ្ញុំក៏កាន់តែមានអារម្មណ៍ថាកូនក្រុមរបស់ខ្ញុំនឹងបង្កើនពីសមត្ថភាពរបស់ខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុនដរាបណាគាត់ចង់ទទួលបានជ័យជំនះឆ្ពោះទៅកាន់សប្តាហ៍ទី3គាត់ក៏រឹតតែប្រឹងប្រែងសម្រិតសម្រាំងពីសមត្ថភាពរបស់ខ្លួនឯងដូចគ្នាហើយមួយវិញទៀតខ្ញុំក៏សូមថ្លែងអំណរគុណចំពោះវត្តមានរបស់ពុកម៉ែបងប្អូនដែលចូលរួមយ៉ាងច្រើនកុះករនៅក្នុងស្ទូឌីយោផ្ទាល់ក៏ដូចជាតាមការផ្សាយបន្តផ្ទាល់នៅតាមគេហដ្ឋានព្រោះនៅក្នុងវគ្គទាំងនេះវគ្គ live show គឺពួកគាត់គឺជាសក្ខីភាពមួយដ៏សំខាន់នៅក្នុងការសម្រេចជោគវាសនារបស់បេក្ខជនអញ្ចឹងខ្ញុំមានតែថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយក៏សង្ឃឹមថាពុកម៉ែបងប្អូននឹងជួយធ្វើការបោះឆ្នោតនៅរាល់បេក្ខជនមួយរូបណាដែលជាកូនក្រុមរបស់ខ្ញុំដែលលោកអ្នកជឿជាក់ថាសមត្ថភាពរបស់គាត់គឺគ្រប់គ្រាន់សម្រាប់ឆ្ពោះទៅកាន់វគ្គបន្តហើយខ្ញុំក៏ត្រូវតែមានការឆ្លាតវៃនៅក្នុងការរើសយកម្នាក់ដូចគ្នាសម្រាប់បន្តទៅកាន់សប្តាហ៍ទី3ដូចគ្នាអញ្ចឹងមានតែការអរគុណចំពោះពុកម៉ែបងប្អូនដែលបានចូលរួមបោះឆ្នោតនៅក្នុងយប់នេះអរគុណបាទអរគុណច្រើននេះគឺជាការបង្ហាញអារម្មណ៍ពីសំណាក់ coach បាយរិទ្ធឥឡូវនេះសូមបន្តទៅកាន់ coach កញ្ញាសូមអរគុណជាដំបូងសូមអនុញ្ញាតគោរពជម្រាបសួរចាដល់វត្តមានបងប្អូនទាំងអស់គ្នាដែលបានអញ្ជើញចូលរួមទស្សនាផ្ទាល់នៅក្នុងស្ទូឌីយោក៏ដូចជានៅតាមគេហដ្ឋានសម្រាប់សប្តាហ៍ទី2នេះនាងខ្ញុំនៅតែមានអារម្មណ៍រំភើបហើយក៏ភ័យដោយសារតែចង់ឃើញនៅការសម្ដែងរបស់កូនក្រុមរបស់នាងខ្ញុំនៅក្នុងយប់នេះហើយកូនក្រុមរបស់អោកសកុនកញ្ញាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញនៅសមត្ថភាពជូនដល់ពុកម៉ែបងប្អូនដែលមកចូលរួមទស្សនាផ្ទាល់ក៏ដូចជានៅតាមគេហដ្ឋានទោះបីជាលទ្ធផលបែបណាក៏ដោយនៅក្នុងរាត្រីនេះ
ប៉ុន្តែនាងខ្ញុំនៅតែជឿជាក់ទៅលើសមត្ថភាពកូនក្រុមរបស់នាងខ្ញុំពីព្រោះថាឆ្លងកាត់ការវឹកហាត់ជាច្រើននាងខ្ញុំគិតថាពួកគាត់នឹងខិតខំប្រឹងប្រែងបង្ហាញឲ្យអស់ពីសមត្ថភាពក្នុងការជូនដល់ពុកម៉ែបងប្អូនទាំងអស់សម្រាប់ចិត្តជ្រើសរើសយកអ្នកណាដើម្បីឲ្យគាត់បន្តទៅវគ្គ live show សប្តាហ៍ទី3ជាបន្តទៀតដូច្នេះសូមអរគុណសម្រាប់ការជួយគ្រប់គ្រងនៅក្នុងរាត្រីនេះក៏ដូចជាសំណូមពរឲ្យបងប្អូនជួយបោះឆ្នោតគ្រប់គ្រងដល់ពួកគាត់ឲ្យបានច្រើនដើម្បីឲ្យគាត់បន្តទៅវគ្គ live show សប្តាហ៍ក្រោយ អរគុណដល់ខូចកញ្ញាឥឡូវនេះសូមផ្ដល់យោបល់បាទពីខូចសុភាមានយោបល់យ៉ាងណា ជាដំបូងសូមជម្រាបសួរអរគុណណាស់គ្រាប់ព័ត៌មានរបស់បងប្អូននៅទីនេះក៏ដូចជាតាមគេឋានផងដែរសម្រាប់នេះខ្ញុំគឺអារម្មណ៍ពិតគឺមានអារម្មណ៍ថាភ័យផងរំភើបផងការដែលរំភើបនេះប្រហែលជាអាចនឹងលក្ខណៈថាកូនក្រុមខ្លួនឯងអាចនឹងធ្វើបានល្អក៏ដូចជាកូនក្រុមខូចផ្សេងៗធ្វើបានល្អប៉ុន្តែរឿងដែលបារម្ភនិងពិបាកចិត្តជាបំផុតនោះគឺការសម្រេចចិត្តគឺពិតជាពិបាកសម្រាប់ខូចនីមួយៗមែនតើដោយសារថាពួកយើងបានស្គាល់គាត់ដុសខាត់គាត់ដឹងពីសមត្ថភាពរបស់គាត់ក៏ប៉ុន្តែនៅក្នុងកម្មវិធីតម្រូវឲ្យយើងត្រូវតែរើសក្នុងម្នាក់អញ្ចឹងបើមានការស្មុគស្មាញហោះពិបាកខ្លាំងក៏ប៉ុន្តែខូចនីមួយៗក៏សិតតែជឿជាក់ហើយថាតើកូនក្រុមគាត់មួយណាដែលអាចបន្តទៅវគ្គខាងមុខទៀតបានដូច្នេះនេះខ្ញុំអរគុណច្រើនហើយក៏សូមអរគុណមែនតើហើយមួយទៀតហើយបើសិនជាពេញចិត្តកូនក្រុមខ្ញុំមួយណានោះកុំភ្លេចវោតទាំងអស់គ្នាចាអរគុណច្រើនអរគុណច្រើនឥឡូវនេះយើងចង់ស្ដាប់ពីការបង្ហាញអារម្មណ៍ពីសំណាក់ខូចសវណ្ណរាជវិញម្ដងចាសូមអញ្ជើញបាទអរគុណខ្ញុំបាទសូមជម្រាបសួរដល់បងប្អូនមកជួយទស្សនិកជនទាំងអស់ដែលមកទស្សនាផ្ទាល់នៅទីនេះក៏ដូចជានៅតាមគេហដ្ឋានថ្ងៃនេះជាសប្តាហ៍ទី2នៃវគ្គ live show ផ្ទាល់ខ្ញុំបាទមានអារម្មណ៍រំភើបនិងសប្បាយរីករាយហើយក៏ចង់ចាំមើលក្រុមរបស់ខ្ញុំបាទក៏ដូចជាក្រុមរបស់ខូចដទៃទៀតថាតើគាត់ច្រៀងនិងសម្ដែងបានល្អប៉ុណ្ណានៅក្នុងថ្ងៃនេះសរុបសេចក្តីមកជោគវាសនារបស់អ្នកទាំងអស់គ្នាស្ថិតនៅលើដៃរបស់ទស្សនិកជនទាំងអស់គ្នាកុំភ្លេចបោះឆ្នោតផ្ញើសារគាំទ្រទៅដល់បេក្ខជនណាដែលគាត់មានសមត្ថភាពសម្លេងល្អហើយបញ្ចេញអស់ពីសមត្ថភាពហើយក៏មានការសោកស្ដាយដែរបើសិនជាកូនក្រុមរបស់ខ្ញុំគាត់បានបាត់បង់ទៅដោយសារតែពួកគាត់ទាំង4នាក់សឹងតែខ្ញុំរើសដោយខ្លួនឯងអញ្ចឹងទៅពិតជាមិនចង់បាត់បង់ទេនេះគឺជាលក្ខខណ្ឌនៃកម្មវិធីតម្រូវឲ្យយកបានតែ2នាក់មួយជាប់ដោយសារបោះឆ្នោតមួយទៀតរើសតែខ្ញុំមកផ្ទាល់អរគុណអញ្ចឹងកុំភ្លេចរំលឹកម្ដងទៀតផ្ញើសារគាំទ្រដល់ពួកគាត់នៅពេលដែលគាត់បកស្រាយបទចម្រៀងចប់បាទសូមអរគុណបាទសូមអរគុណដល់ខូចទាំង4រូបបាទដែលបានបញ្ចេញនៅយោបល់អារម្មណ៍សម្រាប់នៅក្នុងសប្តាហ៍ទី2អញ្ចឹងរងចាំមើលតើនៅក្នុងវគ្គ live show សប្តាហ៍ទី2នៅក្នុងរាត្រីនេះមានបេក្ខជនរូបណាដែលអាចបន្តទៅសប្តាហ៍ក្រោយបានហើយបេក្ខជនរូបណាដែលត្រូវចាក់ចេញពីកម្មវិធីអញ្ចឹងសម្រាប់បងប្អូនបើសិនជាចង់ឲ្យបេក្ខជនដែលលោកអ្នកពេញចិត្តមានសម្លេងល្អគិតថាមានសម្លេងព្រោះខ្លាយទៅជាម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីរដូវកាលទី2នេះសូមកុំភ្លេចបោះឆ្នោតដើម្បីជួយគ្រប់គ្រងគាត់ឲ្យបានបន្តទៅវគ្គក្រោយបាទវាសនារបស់បេក្ខជនស្ថិតនៅលើបងប្អូនទាំងអស់គ្នាចាអរគុណច្រើនឥឡូវនេះលក្ខន្តិកៈត្រួសក៏យើងបានជម្រាបជូនទៅដល់បងប្អូនរួចរាល់ហើយដែរការបង្ហាញពីអារម្មណ៍សប្បាយរីករាយក៏ដូចជាការព្រួយបារម្ភពីសំណាក់ខូចរបស់យើងទាំង4ក៏បងប្អូនបានជ្រាបដែរឥឡូវចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះត្រៀមខ្លួនហើយនៅបញ្ចូលលុយហើយនៅសាក់ថ្មពេញនៅចង់ឃើញសមត្ថភាពបេក្ខជនយើងអត់ដូច្នេះសម្រាប់កម្មវិធី The Voice Cambodia រដូវកាលទី2វគ្គ Live Show សន្តាប់ទី2នៅក្នុងពេលនេះសូមសម្រាប់បន្តិចសិន